មានគោលបំណងផ្ញើលិខិតនេះឲ្យអ្នកស្រី Hillary Clinton ដែលបានគាត់ជូនញត្តិទៅអ្នកស្រីទេវនីខ្ញុំជាប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដនៅតំបន់បឹងកក់ដែលដើរទៀមទាដំណោះស្រាយជាយូរឆ្នាំជាមួយទេវនីពេលនេះពួកខ្ញុំដែលផ្ដាច់ខ្លួនចេញនេះខ្ញុំសូមជម្រាបបងប្អូននៅក្នុងប្រទេសនិងក្រៅប្រទេសនិងអង្គការសង្គមស៊ីវិលមួយចំនួនដែលគាត់រត់បានដឹងរឿងក្នុងសហគមន៍ពួកខ្ញុំចេញពីសហគមន៍នេះមូលហេតុទេវនីខ្ញុំបដិសេធទេវនីនេះមិនមែនជាតំណាងពួកខ្ញុំនេះមូលហេតុតែពេលទេវនីនេះផ្ដាច់ការជាមួយពួកខ្ញុំអ្វីដែលគាត់ចង់ធ្វើពួកខ្ញុំមិនធ្វើតាមគឺគាត់លុបឈ្មោះពួកខ្ញុំចោលពីឈ្មោះចេញពីសហគមន៍ទៅពួកខ្ញុំផ្ដាច់ខ្លួនចេញពីសហគមន៍នេះហើយបងប្អូនកុំជឿថាទេវនីនេះធ្វើការបម្រើពួកប្រជាជននៅក្នុងតំបន់បឹងកក់នេះឲ្យសោះធ្វើយកពួកខ្ញុំធ្វើជាឈ្នន់ជន់ឈ្លីពួកខ្ញុំអ្វីដែលទេពគោលបំណងទេវនីចង់បានប្រជាពលរដ្ឋត្រូវតែធ្វើតាមតែពួកខ្ញុំមិនធ្វើតាមមូលហេតុដែលខ្ញុំតស៊ូយូរហើយទេវនីសូមឲ្យពួកខ្ញុំដូរដីចូលដី12ហិកតាពួកខ្ញុំមិនយល់ព្រមទេព្រោះពួកខ្ញុំអ្នករងគ្រោះពិតប្រាកដខ្ញុំចង់ស្នើមកក្រុងសូមប្លង់កម្មសិទ្ធិរស់នៅនឹងកន្លែងប៉ុន្តែទេវនីបដិសេធមិនឲ្យខ្ញុំសំណូមពរសុំបែបនេះទេដូច្នេះហើយទេវនីតែងតែលុបឈ្មោះពួកខ្ញុំចោលហើយចោទថាពួកខ្ញុំនេះរដ្ឋាភិបាលទិញក្បាលពួកខ្ញុំរដ្ឋាភិបាលនៅពីក្រោយតាមពិតសូមបងប្អូននៅក្នុងប្រទេសនិងក្រៅប្រទេសយល់ពីពួកខ្ញុំដែលរងគ្រោះពិតប្រាកដពួកខ្ញុំមិនបានធ្វើបែបនេះទេអញ្ចឹងថ្ងៃនេះខ្ញុំសូមបកស្រាយជូនបងប្អូនរួមជាតិទាំងអស់កុំចោទថាកុំជឿទេវនីទេថាខ្ញុំលក់ក្បាលអាជ្ញាធរឲ្យសោះពួកខ្ញុំជាអ្នករងគ្រោះពិតប្រាកដទេវនីធ្វើនេះមិនមែនដើម្បីប្រជាពលរដ្ឋនៅក្នុងតំបន់បឹងកក់ទេព្រោះខ្ញុំអ្នករងគ្រោះពិតប្រាកដខ្ញុំចង់សុំប្លង់រស់នៅនឹងកន្លែងតែទេវនីមិនយល់ព្រមដូច្នេះខ្ញុំសូមផ្ដាច់ចេញពីសហគមន៍ខ្ញុំមកចូលចរចានៅក្រុងដោយខ្លួនឯងមិនបាច់មានទេវនីដល់ពេលខ្ញុំមកចរចានៅក្រុងចោទខ្ញុំថាលក់ក្បាលអាជ្ញាធរសួរថាបងប្អូនទាំងអស់គ្នាបើសិនជាដោយរងរូបខ្ញុំដែលរងគ្រោះពិតប្រាកដនេះមិនព្រមធ្វើតាមនេះតើពួកខ្ញុំខុសឬត្រូវដែលទេវនីបង្ខំចិត្តខ្ញុំនេះខ្ញុំមិនមករកដំណោះស្រាយពិតប្រាកដតែចេះតែបង្ខូចខ្ញុំរហូតដល់ពេលខ្ញុំនិយាយពាក្យនេះឡើងបងប្អូនខ្លះបាននិយាយថាហេតុអីធ្វើពីដីធ្លីយូរនាំគ្នាវាយតាប្រហាអ្នកស្រីទេវនីបងប្អូនអ្នកនៅឆ្ងាយមិនមែនអ្នកនៅក្នុងសហគមន៍មិនដឹងផ្ទៃក្នុងរបស់ទេវនីខ្មៅឬសទេទៅពួកខ្ញុំនៅក្នុងសហគមន៍ដូចគ្នាទៅខ្ញុំដឹងថាទេវនីនេះអាត្មានិយមពុករលួយដើរប្រកាន់បពពួកអ្នកណាចេះអោបដៃអោបជើងទៅអ្នកនោះល្អហើយទេវនីនេះតែងតែបង្ខំឲ្យខ្ញុំធ្វើអ្វីខុសពីរដ្ឋាភិបាលខ្ញុំចង់បញ្ចប់រឿងរបស់ខ្ញុំព្រោះខ្ញុំជំងឺខ្ញុំរ៉ាំរ៉ៃ6ឆ្នាំហើយខ្ញុំចង់ដោះស្រាយដោយខ្លួនឯងខ្ញុំចង់បានផ្ទះសិទ្ធិរំនៅឋាននឹងកន្លែងតែទេវនីបានស្ដីឲ្យពួកខ្ញុំថាពួកបងឯងទាប្លង់កម្មសិទ្ធិរស់នៅនឹងកន្លែងខាងអង្គការមិនចាប់អារម្មណ៍ខាងសារព័ត៌មានមិនចាប់អារម្មណ៍អញ្ចឹងបានន័យថាទេវនីនេះធ្វើដើម្បីអីបើខ្ញុំជាអ្នករងគ្រោះពិតប្រាកដទេវនីអត់មានធ្វើតាមសំណូមពរពួកខ្ញុំសុំធ្វើផងអញ្ចឹងបានខ្ញុំសូមបកស្រាយនៅថ្ងៃនេះសូមបងប្អូនរួមជាតិទាំងអស់កុំចោទប្រកាន់ថាពួកខ្ញុំនេះលក់ក្បាលអាជ្ញាធរសោះពួកខ្ញុំធ្វើដើម្បីដីធ្លីទេពួកខ្ញុំសូមចង់បញ្ចប់រឿងដែលខ្ញុំឈឺយូរហើយនេះខ្ញុំចង់មានផ្ទះមានសបែងមានប្លង់កម្មសិទ្ធិដូចបងប្អូនដែរចុះទេវនីនោះខ្ញុំចង់សួរថាគាត់មិនឲ្យខ្ញុំទាមទារប្លង់កម្មសិទ្ធិនេះចុះពួកគាត់ដែលបានប្លង់កម្មសិទ្ធិគាត់យកប្លង់ធ្វើអីបើគាត់មិនឲ្យខ្ញុំទាមទារប្លង់ព្រោះខ្ញុំតស៊ូដើម្បីយកប្លង់ចង់បានប្លង់រស់នៅនឹងកន្លែងអញ្ចឹងបងប្អូននៅក្រៅប្រទេសក៏ដោយទេវនីនេះជន់ឈ្លីពួកខ្ញុំយកសកម្មភាពពួកខ្ញុំយកទៅដើរសុំលុយហើយយកមកដាក់ហោបប៉ៅខ្លួនឯងគាត់គង់ក្នុងក្រុមគ្រួសារនឹងបាក់ពួកមួយក្តាប់តូចទេដូច្នេះពួកខ្ញុំសូមបដិសេធមិនទទួលស្គាល់ទេវនីជាតំណាងពួកខ្ញុំ7ភូមិនៅក្នុងតំបន់បឹងកក់ទេសូមបងប្អូននៅក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់សូមកុំជឿទេវនីខ្ញុំជាអ្នករងគ្រោះពិតប្រាកដហើយក៏ខ្ញុំអត់មានខ្លាយទេ
ដាក់ទៅអគ្គរដ្ឋទូតនៅក្រសួងការបរទេសនៅអាមេរិកហើយនឹងអ្នកស្រី Hillary Clinton ដែលគាត់បានផ្ដល់ពានឲ្យទេពនីអញ្ចឹងខ្ញុំសូមបកស្រាយកុំឲ្យទេពនីនេះចេះតាំងបង្ខូចពួកខ្ញុំថាពួកខ្ញុំលក់ខ្លួនមានអ្នកនៅពីក្រោយខ្នងពួកខ្ញុំឈឺចាប់ណាស់ពួកខ្ញុំតស៊ូ6ឆ្នាំហើយពួកខ្ញុំអត់ទាន់បានប្លង់ទេពនីបញ្ជាខ្ញុំធ្វើខ្ញុំមិនធ្វើតាមខ្ញុំដកខ្លួនចេញពីសហគមន៍មកពីមូលហេតុទេពនីនេះផ្ដាច់ការជាមួយពួកខ្ញុំហើយពួកខ្ញុំឈឺចាប់ណាស់ដែលរងគ្រោះពិតប្រាកដអ្វីដែលបងប្អូនជួយពីក្រៅប្រទេសក្នុងប្រទេសពួកខ្ញុំមិនដែលបានទទួលស្អីទេយុត្តិធម៌ក៏មិនបានទទួលអយុត្តិធម៌ក្នុងសហគមន៍ធ្វើបាបពួកខ្ញុំទៀតអញ្ចឹងគាត់ធ្វើសប្ងៃនេះដើម្បីគាត់ឡើងវីរៈនារីមិនមែនគាត់ជួយពួកខ្ញុំដែលរងគ្រោះពិតប្រាកដទេបើសិនជាគាត់ជួយខ្ញុំរងគ្រោះពិតប្រាកដគឺគាត់ជួយសូមសំណុំពរទាមទារប្លង់កម្មសិទ្ធិនៅនឹងកន្លែងហើយតែគាត់ឲ្យខ្ញុំសុំដូរដីខ្ញុំមិនព្រមដាច់ខាតព្រោះគាត់មិនមែនជាខ្ញុំមិនអាចផ្ញើជីវិតនិងវាសនារបស់ខ្ញុំនៅទៅលើវ៉ានីហ្នឹងទេព្រោះគាត់ផ្ដាច់ការរឿងហ្នឹងខ្ញុំអត់ទាន់បានដឹងច្បាស់ទេព្រោះខ្ញុំអត់បានទាន់មើលច្បាស់អញ្ចឹងពួកឯងតែដឹងមុខហើយតែពួកខ្ញុំមិនដឹងទុកមកកន្លែងសិនអានឹងទុកមកកន្លែងថ្ងៃក្រោយទៀតចាអញ្ចឹងខ្ញុំសូមអរគុណបងប្អូននៅក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់ខ្ញុំបដិសេធពួកខ្ញុំតំណាងជាប្រជាពលរដ្ឋនៅតំបន់មង្កក់នេះបដិសេធមិនទទួលទេពនីនេះជាតំណាងពួកខ្ញុំទេពួកគាត់ធ្វើដើម្បីផលប្រយោជន៍ខ្លួនរបស់គាត់ហើយនឹងក្រុមគ្រួសារគាត់និងបពពួកគាត់មួយក្តាប់តូចទេខ្ញុំសូមអរគុណសហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលប្រជាពលរដ្ឋមិនអាចទទួលបានដោយសារទង្វើដែលគាត់ធ្វើមកលើប្រជាពលរដ្ឋបែបនេះគាត់មិនមែនជាប្រទេសដែលគួរឲ្យគោរពហើយក៏មិនមែនប្រទេសដែលគួរឲ្យប្រជាពលរដ្ឋអនុវត្តតាមទេគាត់ជាជនផ្ដាច់ការហើយគាត់កំពុងតែអូសទាញអ្នកណាដែលធ្វើផ្លូវខុសឲ្យនឹងគាត់គ្រប់គ្រងតែចំពោះអ្នករងគ្រោះប្រកបគាត់មិនគ្រប់គ្រងទេថ្ងៃនេះបើសិនជាគាត់មិនចាញ់មកទទួលញត្តិពួកខ្ញុំទេពួកខ្ញុំនឹងឈរនៅទីនេះបាត់ផ្លូវរហូតតតែយប់បានខ្ញុំលុះត្រាណាតែគាត់ចាញ់មកយកញត្តិពួកខ្ញុំខ្ញុំសុខចិត្តដើរចេញព្រោះទង្វើដែលគាត់ធ្វើមិញនេះពួកខ្ញុំមិនអាចទទួលយកបានទេព្រោះខ្ញុំជាអ្នករងគ្រោះប្រកបហេតុអីបានជាគាត់មិនចាញ់មកទទួលញត្តិរដងខ្ញុំយកញត្តិមកដាក់ជាមួយទេពនីពួកគាត់ចាញ់មកទទួលដល់មុខខាងមុខចុះតែពេលនេះហេតុអីដោយសារខ្ញុំប្រឆាំងជាមួយទេពនីបានជាគាត់មិនចាញ់មកយកញត្តិពួកខ្ញុំអញ្ចឹងប្រទេសអាមេរិកនេះជាប្រទេសមួយដែលគ្មានកាន់នៅលទ្ធិប្រជាធិបតេយ្យទេអន់ចឹងប្រទេសកម្ពុជាឆ្ងាយណាស់ខ្ញុំយល់ថាទង្វើដែលគាត់ធ្វើនេះមិនមែនប្រទេសកាន់នៅលទ្ធិប្រជាធិបតេយ្យទេគាត់កំពុងតែជ្រិតជ្រែកចូលក្នុងសង្គមចូលក្នុងនយោបាយហើយព្រោះអីអ្នកស្រីទេពនីធ្វើនយោបាយគាត់គ្រប់គ្រងគណៈបព្វប្រឆាំងបានជាធ្វើឲ្យទេពនីនឹងយកញត្តិឬក៏ចូលទៅក្នុងស្ថានទូតគាត់បានតាមចិត្តតែចំពោះពួកខ្ញុំដែលជាអ្នករងគ្រោះពិតប្រាកដធ្វើតែរឿងផ្ទះសម្បែងដីធ្លីបែរជាគាត់ខៀខាំងពួកខ្ញុំមិនឲ្យចូលយកញត្តិទៅដាក់ត្រង់នេះហើយដែលខ្ញុំសបញ្ជាក់ឲ្យឃើញច្បាស់ថាគាត់មិនមែនកាន់នៅលទ្ធិប្រជាធិបតេយ្យទេគាត់កំពុងតែញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរឆ្លោះគ្នាបែកបាក់គ្នានេះជាសម្ដានចិត្តនេះជាទង្វើរបស់ពួកគាត់ខ្ញុំអត់ទទួលស្គាល់ទេពនីបានពួកខ្ញុំដាច់ចេញទៅទេពនីព្រោះទេពនីហ្នឹងធ្វើស្អីមិនមែនដើម្បីផ្ទះសម្បែងមិនមែនដើម្បីប្រជាជនពិតប្រាកដវ៉ានីធ្វើមានអ្នកប្រជានៅក្រៅវ៉ានីចូលធ្វើរឿងនយោបាយអញ្ចឹងពួកខ្ញុំដែលកាត់ចេញមកនេះពួកខ្ញុំទៀមទាបចំទិសដៅតែគាត់អត់មានតន់បានផ្ទះសម្បែងតែអញ្ចឹងគាត់ធ្វើចំទិសដៅរបស់គាត់ក៏ចូលរឿងនយោបាយទេវ៉ានីធ្វើអីចូលរឿងនយោបាយហ្នឹងធ្វើដើម្បីផលប្រយោជន៍ខ្លួនឯងបានចេញទៅក្រៅតែប៉ុណ្ណោះទេហេតុអីស្ថានទូតអាមេរិកអត់ចេញមកទទួលញត្តិពួកខ្ញុំចង់ដាក់មួយយកទៅ Hillary Clinton ពីរដាក់ទៅអគ្គរដ្ឋទូតអាមេរិកហេតុអីគាត់អត់ចេញមកទទួលរបស់ពួកខ្ញុំទោះបីយ៉ាងណាគាត់ត្រូវតែចេញមកមើលរឿងនេះតើវាយ៉ាងម៉េចខាងណាជាខាងណាឲ្យគាត់ដឹងថាកុំជឿតែម្ខាងសូមឲ្យគាត់មើលទាំងសងខាងអាហ្នឹងហៅថាអ្នកដែលកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដអាហ្នឹងហៅថាធ្វើដើម្បីប្រជាជនពិតប្រាកដហេតុអីគាត់ធ្វើលំអៀងពួកខ្ញុំក៏ធ្លាប់មកជាមួយទេពវ៉ានីដែរព្រោះខ្ញុំធ្វើ7ឆ្នាំហើយមកជាមួយគ្នាហេតុអីគាត់ទទួលដែលពួកខ្ញុំចេញមកដែលមាសសិតមានពិតប្រាកដពួកខ្ញុំអត់ខ្លាចភ្លើងទេតែបើវ៉ានីខ្លាំងហេតុអីគាត់ទទួលស្គាល់ចឹងបានន័យថាពួកខ្ញុំហ៊ានថាអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលមកកាន់ប្រចាំនៅស្រុកខ្មែរនេះគាត់លំអៀង
គាត់កាន់ខាងពលប្រឆាំងគាត់មិនកាន់ខាងលទ្ធិប្រជាធិបតេយ្យគាត់មិនជួយប្រជាជនប្រកាសមែនបានខ្ញុំហ៊ាននិយាយនេះខ្ញុំឃើញមើលហើយប្រជាជនខ្ញុំមកយកញ៉ាត់ដាក់គាត់អត់ទទួលទេគាត់ដេញពួកខ្ញុំដូចឆ្កាដូចឆ្មាអញ្ចឹងហេតុអីបានគាត់ធ្វើរបៀបហ្នឹងបើគាត់ជាកាន់លទ្ធិប្រជាធិបតេយ្យប្រកាសគាត់ត្រូវតែសួរប្រជាជនមកនឹងមានមូលហេតុអីធ្វើអីហើយគាត់ទទួលញ៉ាត់ពួកខ្ញុំនឹងទៅផ្ទះវិញចោលសក់គ្រូហើយគាត់មិនទុកឲ្យពួកខ្ញុំនៅធ្វើរបៀបនេះទេហេតុដូច្នេះបើគាត់មិនទទួលរបស់ខ្ញុំថ្ងៃនេះស្អែកខ្ញុំមកទៀតខាងស្អែកខ្ញុំមកទៀតខ្ញុំមករហូតលោកតាខ្ញុំចង់តង់មកគេនឹងក៏បានដែរព្រោះពួកខ្ញុំអត់ខ្លាចទេពួកខ្ញុំធ្វើនេះចំទិសដៅរបស់ខ្ញុំប្រកាសបានធ្វើសង្ឃសសាជាមួយនឹងអ្នកស្រីបើសភាគាត់បាននិយាយថាខ្ញុំនេះត្រូវបានបដិជគុណមួយអង្គដែលគង់នៅថារដ្ឋអាមេរិកជាចៅអធិការវត្តផងបានផ្ដល់ថវិកាមកឲ្យនាងខ្ញុំក្នុងមួយខែ$600អញ្ចឹងខ្ញុំចង់សួរគាត់ថាតើប្រាក់ខែដែលលោកបានផ្ដល់មកឲ្យខ្ញុំ$600ហ្នឹងគាត់យកទៅឯណាមិនគាត់អាចដល់ដៃខ្ញុំនេះហើយដែលគាត់ចង់ដកពីមុខមាត់ពិតរបស់គាត់ថាគាត់នឹងពិតជាពុករលួយមែនចាហើយនៅថ្ងៃធ្វើបាតកម្មម្ដងជាមួយអ្នកស្រីទេវនីមិនមែនតែបង្កក់ទេអ្នកស្រីទេវនីយកប្រមូលហៅពួកអ្នកចាក់ចេញនិងពួកបរិយាកាពួកថ្មគោលមកចូលរួមជាមួយអានេះហើយដែលខ្ញុំថាអ្នកស្រីទេវនីមិនមែនធ្វើដើម្បីប្រជាជននៅតំបន់បង្កក់មិនបានប្លង់វត្តពេលដែលគាត់ចេញយកមកគាត់ចេញមកទទួលពួកខ្ញុំមានអារម្មណ៍មួយសង្ឃឹមថាញ៉ាត់របស់ខ្ញុំនឹងចូលទៅដល់ដៃអ្នកស្រី Hillary Clinton នឹងអង្គការសហប្រជាជាតិចាខ្ញុំសង្ឃឹមថាពេលដែលអ្នកស្រី Hillary Clinton គាត់បានឃើញញ៉ាត់របស់ពួកខ្ញុំហើយគាត់នឹងពិចារណាសារជាថ្មីឡើងវិញតើប្រជាពលរដ្ឋនៅតំបន់បង្កក់រវាងខ្ញុំហេងមុំនិងអ្នកស្រីទេវនីតើអ្នកណាតើបុគ្គលមួយណាជាអ្នកត្រូវហ្នឹងហើយព្រោះខ្ញុំជាអ្នករងគ្រោះប្រកាសហើយទេវនីគាត់បានទទួលប្លង់កម្មសិទ្ធិហើយចុះហេតុអីខ្ញុំសូមអង្វរគាត់ថាកុំឲ្យគាត់ដើរធ្វើបាតកម្មទៀតដើម្បីទុកពេលឲ្យអាជ្ញាធររកដំណោះស្រាយជូនពួកខ្ញុំតែអ្នកស្រីទេវនីនៅតែបង្កបញ្ហាសពបែបយ៉ាងនេះហើយជាទង្វើមួយដែលខ្ញុំសូមបញ្ជាក់ថាគាត់កំពុងតែយកអាជីពជាបាតកម្មនេះដើរធ្វើអាជីពក្នុងការតវ៉ាឈានទៅរកមុខមាត់របស់ពួកគាត់នឹងទទួលបានប្រាក់ចំណូលខ្លះពីបណ្ដាប្រទេសផ្សេងៗដែលគេជួយមកឲ្យប្រជាពលរដ្ឋនៅតំបន់បង្កក់តែប្រាក់ចំណូលទៅនោះមិនបានដល់ដៃប្រជាពលរដ្ឋទេត្រង់នឹងហើយដែលខ្ញុំចង់ធ្វើបាតកម្មមួយប្រឆាំងដាច់ខាតថាសូមឲ្យទេវនីនឹងបញ្ឈប់យកប្រជាពលរដ្ឋធ្វើជាឈ្នន់ទៅចាហើយបណ្ដាប្រទេសផ្សេងៗហ្នឹងគួរណាស់តែគាត់សិក្សាឲ្យបានច្បាស់ចំពោះទេវនីហ្នឹងតែអ្នករងគ្រោះអ្នកណាមួយជាអ្នករងគ្រោះមួយពិតប្រាកដចាបើសិនជាទេវនីនៅតែបង្កអុកឡុកហើយនៃការអខាននៃការរកដំណោះស្រាយឲ្យពួកខ្ញុំរវាងអាជ្ញាធរនិងពួកខ្ញុំទេខ្ញុំនឹងធ្វើបាតកម្មដោយអហិង្សាបំផុតតបទៅអ្នកស្រីទេវនីវិញចាខ្ញុំចង់និយាយតាមផ្ញើទៅតាមទៅអគ្គរដ្ឋទូតអាមេរិកនិងអ្នកស្រី Hillary Clinton សូមឲ្យគាត់កុំជឿតែម្ខាងព្រោះពួកខ្ញុំជាប្រជាជននៅក្នុងតំបន់បង្កក់ដែរតែក៏ប្រជាជនដែលគាត់អត់ទាន់បានប្លង់ពិតប្រាកដហើយសូមឲ្យអ្នកស្រីទេវនី Clinton ហ្នឹងកុំជឿតែម្ខាងសូមឲ្យចុះមកជួបពួកខ្ញុំទាំង6នាក់តើពួកខ្ញុំធ្វើនេះធ្វើដើម្បីដូចអ្នកស្រីទេវនីចោទថាពួកខ្ញុំលក់ក្បាលឬក៏ពួកខ្ញុំធ្វើដើម្បីឲ្យសូមឲ្យគាត់ចុះមកជួបមួយពួកខ្ញុំឬបើគាត់មិនបានមកខ្លួនគាត់ក៏គាត់មានអាចបៀបអ្នកដែលដៃស្ដាំដៃស្វែងគាត់នឹងចុះមកសម្ភារពួកខ្ញុំចុះមកសួរពួកខ្ញុំតើពួកខ្ញុំនឹងវាយ៉ាងម៉េចដូចទេវនីចោទថាពួកខ្ញុំលក់ក្បាលឬក៏ធ្វើដើម្បីអ្វីដែលប្រឆាំងនឹងទេវនីមែនតែអត់សូមឲ្យគាត់ចុះមកផ្ទាល់ហើយមកសម្ភារពួកខ្ញុំមកជួបពួកខ្ញុំផ្ទាល់សូមឲ្យកុំជឿតាមទេវនីតែម្ខាងអ្វីដែរបើយើងចង់យុត្តិធម៌ជិញត្រូវមានទាំងសងខាងត្រូវសួរទាំងសងខាងអាហ្នឹងបានដឹងរឿងរ៉ាវបើថាណាជឿតែម្ខាងទេខ្ញុំសូមបដិសេធមិនទទួលស្គាល់ទេវនីទេទេវនីធ្វើរងថ្ងៃដើម្បីហៅប្រជាជនទៅនឹងមិនមែនតែប្រជាជនក្នុងតំបន់បង្កក់ទេមានថ្មគោលមានបរិយាកាមានសហគមន៍ផ្សេងនៅក្នុងប្រទេសកម្ពុជាហ្នឹង24ខេត្តក្រុងហ្នឹងក៏ប្រមូលយកមកដើម្បីឲ្យធ្វើទៅឲ្យច្រើនដែលដឹងថាប្រជាជនបង្កក់តែខ្ញុំធ្វើនៅក្នុងហ្នឹងខ្ញុំដឹងខ្ញុំហ៊ាននិយាយនឹងខ្ញុំដឹងហេតុដូច្នេះសូមឲ្យអ្នកស្រីទេវនី Hillary Clinton ហ្នឹងចុះមកជួបមួយពួកខ្ញុំដោយផ្ទាល់កុំជឿតែម្ខាងខ្ញុំសូមតែប៉ុណ្្នឹងហើយខ្ញុំសង្ឃឹមថាគាត់នឹងបានទទួលញត្តិពួកខ្ញុំហើយនឹងខ្ញុំសង្ឃឹមថាអគ្គរដ្ឋទូតអាមេរិកហ្នឹងនឹងបញ្ជូនញត្តិហ្នឹងទៅដល់អ្នកស្រី Hillary Clinton ពិតប្រាកដហើយក៏ខ្ញុំសូមអរគុណអគ្គរដ្ឋទូតអាមេរិកដែលបានទទួលញត្តិរបស់ខ្ញុំសង្ឃឹមថាគាត់នឹងជួនអាញាត់ហ្នឹងទៅដល់អ្នកស្រី Hillary Clinton ហើយបើគាត់មិនបានមកទេសូមឲ្យគាត់និយាយតែវិទ្យុឬក៏សារព័ត៌មានអីសម្រាប់ពួកខ្ញុំដែលធ្វើការតបតជាមួយនឹងគាត់ទៅវិញនេះចាខ្ញុំសូមអរគុណ